បងក៏ដូចជាបងប្អូនណាខ្លះអត់បានទស្សនារឿងត្រកូលអ្នកដុតខ្មោចនៅតាមរោងកុនដោយសារតែរឿងត្រកូលអ្នកដុតខ្មោចឥឡូវមានចាក់បញ្ចាំងនៅក្នុង app Angkor DC អញ្ចឹងយើងអត់បានឡើងទៅមើលនៅភ្នំពេញនៅតាមរោងកុនយើងអាចគ្រាន់តែ download app Angkor DC មួយមកយើងអាចមើលរឿងត្រកូលអ្នកដុតខ្មោចបានហើយដោយសារឥឡូវហ្នឹងគឺកំពុងតែចាក់បញ្ចាំងអញ្ចឹងបងប្អូនតែគ្នាបើសិនជាចង់មើលរឿងត្រកូលអ្នកដុតខ្មោចកុំភ្លេច download app Angkor DC ហើយចូលទៅយើងអាចបង់លុយដូចជា$2ដើម្បីទិញរឿងត្រកូលអ្នកដុតខ្មោចនឹងទស្សនាបើសិនជាអត់យល់ឬក៏ចង់ដឹងបន្ថែមចាខ្ញុំដាក់វីដេអូឲ្យមើលសម្រាប់បងដែលគាត់ប្រើ iPhone ដំបងឡាយចូលនៅក្នុង setting បន្តមកចុចរកពាក្យ payment ហ្នឹងមកដើម្បីយើង add card ABA របស់យើងឬក៏ AC ដែលយើងចង់ទូទាត់លុយបន្តមកយើងយក add payment ត្រង់ចំណុចនេះបើយើងភ្ជាប់តាម card ABA យើងវាយលេខ card ABA របស់យើងមកថ្ងៃទីផុតកំណត់ហើយនឹងលេខកូដសម្ងាត់ក្រោយ card ABA របស់យើងបន្តមកបង download app Angkor DC ហើយបង្កើតគណនីនៅក្នុង app Angkor DC មួយមកហើយឃើញរឿងត្រកូលអ្នកដុតខ្មោចចុច play now បន្ទាប់មកវានឹង load កន្លែងដែលយើងទូទាត់ប្រាក់អញ្ចឹងទូទាត់ប្រាក់ហើយរួចជាស្រេចអាចទស្សនាបានគឺពិតជាពិសេសខ្លាំងមែនតើដោយសារតែមាន fan Patrol ក៏ដូចជា fan Retro Cambodia គឺគាត់នៅតាមភូមិខេត្តអីចឹងគាត់ចង់មើលរឿងត្រកូលអ្នកដុតខ្មោចខ្លាំងមែនតើគឺគាត់អត់អាចឡើងមកមើលនៅភ្នំពេញដោយសារតែនៅភ្នំពេញបានមានរោងកុនអញ្ចឹងឬក៏តាមទីរោងខេត្តបានមានរោងកុនអញ្ចឹងយើងនៅតាមភូមិអត់មានអញ្ចឹងអត់បានមើលរឿងត្រកូលអ្នកដុតខ្មោចទេតែឥឡូវយើងនៅផ្ទះគាត់តែមានទូរស័ព្ទមួយមក download app មួយមកគឺយើងអាចមើលរឿងត្រកូលអ្នកដុតខ្មោចបានហើយអញ្ចឹងដំណឹងមួយនេះខ្ញុំសង្ឃឹមថាបងប្អូនតែគ្នាដែលគាត់ fan Retro Cambodia កុំភ្លេចជួយ share វីដេអូនេះម្នាក់មួយក៏ដូចជា repost វីដេអូនេះម្នាក់មួយដើម្បីឲ្យ fan Patrol ដែលអត់ទាន់បានមើលរឿងត្រកូលអ្នកដុតខ្មោចពួកគាត់បានដឹងហើយនឹងមើលទាំងអស់គ្នាអរគុណ